មានបងស្រីម្នាក់ដែលគាត់ផអំពេចត្រីណាដែលមានឈ្មោះប្តីគាត់ឈ្មោះបែនណាគាត់ចិញ្ចឹមត្រីសេកគាត់ចង់ដឹងថារបៀបថាចិញ្ចឹមត្រីសេកហ្នឹងណារបៀបម៉េចរស់អញ្ចឹងណាអឺគឺដាក់កូនក្អមឬក៏មានកន្លែងដើមឈើរុក្ខជាតិអីច្រើនដើម្បីឲ្យវាលាក់ខ្លួនអញ្ចឹងណានេះកូនត្រីដែលយើងកាត់បានណាប៉ុន្តែយើងដាក់នៅក្នុងធុងដាច់ដោយឡែកពីមេវាអញ្ចឹងអត់ល្អទេដល់តែយើងដាក់ចូលទៅក្នុងជាមួយមេវាបើឃើញដបងអញ្ចឹងពេលវាញាស់ភ្លាមអញ្ចឹងវាល្អណាស់តែដល់ទៅពេលយើងដាក់យូរទៅវាអត់ល្អតែដល់យើងដាក់ចូលទៅក្នុងចិញ្ចឹមជាមួយមេវាអញ្ចឹងណាមេវាបញ្ចុកចំណីហើយឲ្យចំណីអញ្ចឹងណាព្រោះចំណីវាក៏ទូចល្អិតអញ្ចឹងទៅវាពិបាកយើងដាក់កូនតង្កែទឹកអត់ត្រូវទេមេវាពំចូលនៅក្នុងមាត់ហើយនឹងព្រុសពេលចាប់ពំវាហើយព្រុសចេញមកខាងក្រៅហ្នឹងវាមានចំណីឲ្យកូនត្រីស៊ីអញ្ចឹងណាមានកូនក្អមហើយនឹងកូនផើងទូចហ្នឹងយើងដាក់ឲ្យលាក់ខ្លួនឬក៏ដាំជាប្រភេទរុក្ខជាតិនៅក្នុងទឹកក៏បានដើម្បីឲ្យកូនត្រីស៊ីផងហើយនឹងវាលាក់ខ្លួនផងអញ្ចឹងណានឹងធ្វើឲ្យទឹកស្អាតមានអុកស៊ីហ្សែន